ខ្ញុំមិនខ្លាចឡើយព្រមវិញ្ញាណខ្ញុំនឹងនៅក្បែរអ្នកគ្រប់ជាតិសួស្តីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាវិញ្ញាណស្នេហ៍អតីតជាតិកាលពីរាប់ពាន់ឆ្នាំមុននៅសម័យអាណាចក្របុរាណដ៏រុងរឿងមានប្រាសាទមួយស្ថិតនៅកណ្ដាលព្រៃប្រាសាទនោះត្រូវបានសាងសង់ដោយថ្មភក់ពណ៌មាសមានរូបចម្លាក់អប្សរាដែលរស់រវើកដូចមនុស្សពិតនិងបញ្ចេញពន្លឺចែងចាំងនៅពេលរាត្រីនៅទីនោះមានបរិសុទ្ធវ័យក្មេងម្នាក់ដែលមានឈ្មោះថាកុលបុត្រជាមេទ័ពស្មោះត្រង់និងនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថាឌួងចន្ទ្រាជាកូនស្រីអ្នកថែប្រាសាទស្នេហារបស់ពួកគេបានកើតឡើងក្រោមពន្លឺព្រះច័ន្ទនិងសម្លេងខ្យល់បក់កាត់ដើមឈើរៀងរាល់រាត្រីកុលបុត្រតែងតែជួបឌួងចន្ទ្រានៅក្រោមជញ្ជាំងប្រាសាទពួកគេបានអង្គុយមើលផ្កាយនិងសន្យាដល់គ្នាថាទោះកើតជាអ្វីទោះឆ្លងប៉ុន្មានជាតិខ្ញុំនឹងត្រឡប់មករកអ្នកជានិច្ចពាក្យសម្បត្តិនោះត្រូវបានចារឹកនៅលើសិលាធំមួយនៅក្នុងប្រាសាទប៉ុន្តែសេចក្តីសុខមិនស្ថិតស្ថេរឡើយសង្គ្រាមដ៏សាហាវបានផ្ទុះឡើងពួកសត្រូវបានចូលលុកលុយអាណាចក្រដុតភូមិនិងសម្លាប់ប្រជាជនកុលបុត្រត្រូវចេញទៅប្រយុទ្ធដើម្បីការពារទឹកដីខណៈឌួងចន្ទ្រានៅថែរក្សាប្រាសាទនៅចុងក្រោយមេឃក្រហមដូចឈាមភ្លៀងធ្លាក់លាយឡំសម្លេងស្រែកយំកុលបុត្រនិងឌួងចន្ទ្រាបានឈរនៅកណ្ដាលប្រាសាទហើយពួកសត្រូវរាប់ពាន់នាក់កំពុងតែចូលមកជិតឌួងចន្ទ្រានាងសួរទាំងទឹកភ្នែកកុលបុត្រញញឹមស្រាលស្រាលហើយកាន់ដៃនាងជាប់ខ្ញុំមិនខ្លាចឡើយព្រមវិញ្ញាណខ្ញុំនឹងនៅក្បែរអ្នកគ្រប់ជាតិដើម្បីមិនឲ្យប្រាសាទធ្លាក់ទៅក្នុងដៃសត្រូវពួកគេទាំងពីរបានបូជាជីវិតខ្លួនឯងនៅមុខសិលាចារឹកស្នេហាឈាមរបស់ពួកគេហូរលាយជាមួយនឹងភ្លៀងហើយនៅពេលនោះពន្លឺអាថ៌កំបាំងមួយបានគ្របដណ្ដប់ប្រាសាទទាំងមូលហើយពន្លឺដែលចេញពីប្រាសាទបានទៅដុតកំឡោចទាហានសត្រូវឲ្យវិនាសក្លាយជាភ្លើងចាប់តាំងពីថ្ងៃនោះមកគ្មាននរណាហ៊ានចូលជិតប្រាសាទនោះទៀតឡើយអ្នកភូមិចំនួនក្រោយបាននិយាយតគ្នាថានៅរាត្រីព្រិញធ្លាក់គេតែងតែឮសំឡេងនារីម្នាក់យំនិងច្រៀងបទស្នេហាបុរាណនៅក្នុងប្រាសាទបែកបាក់រាប់ពាន់ឆ្នាំបានកន្លងផុតទៅពិភពលោកបានផ្លាស់ប្ដូរចូលសម័យទំនើបប្រាសាទបុរាណនោះក្លាយជាទីកន្លែងដែលមនុស្សខ្លាចមិនសូវមានអ្នកទៅដល់មានយុវជនម្នាក់ឈ្មោះថាតារាដែលជាអ្នកថតរូបនិងស្រាវជ្រាវប្រាសាទបុរាណនៅថ្ងៃមួយខណៈពេលដែលគាត់កំពុងទៅធ្វើដំណើរកាត់ព្រៃមេឃស្រាប់តែងងឹតខ្មៅខ្យល់បក់ខ្លាំងផ្លេចបន្ទោលពេញមេឃហើយភ្លៀងក៏ធ្លាក់យ៉ាងខ្លាំងតារាបានរត់ចូលទៅជ្រកក្រោមប្រាសាទបែកបាក់មួយនៅទីនោះគាត់បានឃើញរូបចម្លាក់អប្សរាដ៏ស្រស់ស្អាតមួយទោះជារូបចម្លាក់នោះចាស់មើលទៅបែកបាក់តែភ្នែករបស់វាហាក់ដូចជាមានជីវិតដោយមិនដឹងខ្លួនតារាបានលើកដៃទៅស្ទាបលើរូបចម្លាក់នោះភ្លាមនោះផ្លេកបន្ទោលមួយបានបាញ់ចុះពីលើមេឃពន្លឺចម្លែកបានផ្ទុះឡើងហើយស្រូបយកគាត់ចូលទៅក្នុងអតីតកាលតារាបានឃើញខ្លួនឯងស្លៀកពាក់ជាមេទ័ពបុរាណនៅពីមុខគាត់គឺជានារីម្នាក់ដែលញញឹមទាំងទឹកភ្នែកឌួងចន្ទ្រានាងបាននិយាយទៅកាន់តារាថាត្រឡប់មកវិញហើយនាងនិយាយដោយសម្លេងញ័រលាយឡំនឹងទឹកភ្នែកភ្លាមនោះអនុស្សាវរីយ៍ទាំងអស់បានត្រឡប់ចូលទៅក្នុងចិត្តតារាពាក្យសម្បត្តិក្រមព្រះច័ន្ទសង្គ្រាមនិងបូជាជីវិតតារាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនខ្ញុំគឺកុលបុត្រវិញ្ញាណឌួងចន្ទ្រាញញឹមទាំងទឹកភ្នែកហើយដើរមកកាន់ដៃគាត់ប៉ុន្តែរាងកាយនាងចាប់ផ្ដើមប្រែជាពន្លឺខ្ញុំរងចាំអ្នកនៅទីនេះរាប់ពាន់ឆ្នាំមកហើយពេលនេះដល់ពេលដែលត្រូវចាប់កំណត់ហើយខ្យល់បក់កាន់តែខ្លាំងសម្លេងផ្គរលាន់ពេញមេឃជញ្ជាំងប្រាសាទចាប់ផ្ដើមភ្លឺឡើងហើយសិលាចារឹកបុរាណក៏បានបង្ហាញពាក្យសម្បត្តិរបស់ពួកគេម្ដងទោះកើតជាអ្វីខ្ញុំនឹងមករកអ្នកគ្រប់ជាតិ
តារាបានអោបនាងជាប់ទោះដឹងថានាងជីវិញ្ញាណពន្លឺដ៏ស្រស់ស្អាតបានក្រោតដណ្ដប់ប្រាសាទទាំងមូលព្រឹកឡើងភ្លៀងបានឈប់ព្រៃទាំងមូលស្ងប់ស្ងាត់ដូចជាគ្មានអ្វីកើតឡើងប៉ុន្តែនៅលើជញ្ជាំងប្រាសាទមានសិលាចារឹកថ្មីមួយបានលេចឡើងស្នេហាពិតមិនស្លាប់ទៅតាមពេលវេលាឡើយហើយសាច់រឿងវិញ្ញាណស្នេហ៍អតីតជាតិក៏ត្រូវបានបញ្ចប់តែត្រឹមនេះហើយបើមានចន្លោះខ្វះខាតត្រង់កន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអទស្សនាហើយខ្ញុំបាទក៏សូមអរកាយគ្រប់លាជួបគ្នានៅពេលវេលាក្រោយបាយបាយ